សូមជូនរឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមាយាល្អចេះគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតែពីដេកដល់ឃ្លានបាយទឹកក្រោកឡើងស៊ីរួចដេកទៅវិញសំបីណាំជក់ក៏ប្រពន្ធមួយឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះឲ្យយូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកស៊ីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសូមទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនគររនោះធ្វើស្រែនឹងគេបិទដល់រដូវធ្វើស្រែហើយដីថាបើដូច្នេះឲ្យនាងដាំបាយវិជ្ជាសំណុំចុះប្តីនឹងទៅរកកាប់ឈើធ្វើនគររនោះព្រោះក្រោកពីយប់ដាំបាយវិជ្ជាកញ្ចប់មានទាំងពូថៅទៅផងបុរសកំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហាត់ហ៊ានដាស់ទេចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្តីបុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃដើម្បីរកឈើបានឃើញឈើមួយដើមធំមានមែកសាខាមលុបត្រជាក់ក៏ដាក់បាយសំណុំនឹងពូថៅនិយាយតែម្នាក់ឯងមែកឈើនោះត្រូវធ្វើជារត់ចោលតានិយាយទាំងអស់ទៅឥឡូវតាឃើញចៅទាំង4នាក់នេះមែកឈើនេះត្រូវធ្វើជាភ្នាងនឹងគាត់មែកឈើនេះនោះត្រូវធ្វើជាយាមមែកឈើនេះត្រូវធ្វើជាដងមែកឈើនេះត្រូវធ្វើជានឹមមែកឈើនេះត្រូវធ្វើជារងគ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបែកក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលក៏ត្រឡប់ទៅផ្ទះវិញប្រពន្ធឃើញក៏រត់ទៅទទួលយកគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងអត់ដីហើយសួរថាអ្នកទៅបានការដំណេកខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសឹមទៅទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាដែលអាស្រ័យនៅទីនោះលើបរោះកំជិលថាដូច្នេះក៏ភ័យរត់រកកន្លែងនៅគ្មានសល់ក៏ពិតគ្នានឹងតាមទៅវាយសម្រាប់បរោះនោះឲ្យស្លាប់នៅមាត់ចន្ទាទេកុំឲ្យវាមកកាប់ដើមឈើនេះបានបរោះនោះក៏ត្រឡប់មកផ្ទះវិញហើយរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ចន្ទាយកទឹកលាងយកប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសរួចពីអន្តរាយក៏ឡើងទៅលើផ្ទះហើយប្រពន្ធក៏សួរដូចមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនឹងយកទៅកាប់ទេវតាភ័យណាស់ថាបុរសនោះមុខជាកាប់ហើយព្រឹកនេះក៏នាំគ្នាមកនិយាយអង្វរថា
សុំកុំកាប់ឈើនោះអីបរោះថាអញមិនព្រមទេព្រឹកនេះអញនឹងទៅកាប់ទេវតាភ័យណាស់ក៏នាំគ្នានិយាយសោកដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបរោះនោះហើយបរោះនោះក៏បានសួរថាឲ្យកំណប់ប្រមាណកន្លែងទេវតាថាពីកន្លែងបរោះនោះថាមិនព្រមទេបើ4កន្លែងទៅព្រមហើយឲ្យដាក់ឈើសម្គាល់ផងទេវតាក៏ព្រមធ្វើតាមកុំឲ្យទៅកាប់ដើមឈើនោះបរោះថាបើដូច្នោះខ្ញុំលែងកាប់ហើយតែថាព្រឹកនេះខ្ញុំទៅកោះកំណត់នោះហើយទេវតាក៏បាននិយាយប្រាប់ថាបើចោះខ្ញុំផ្ដោតលើខ្ញុំដោតឈើសម្គាល់ទុកព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅកោះកំណត់ដែលទេវតានោះឲ្យក្នុងកំណត់មួយទាំងពីរអ្នកប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃសុទ្ធតែមាសនិងប្រាក់ចាក់កោពេញផ្ទះទេនោះក៏រៀបចំដាក់ហឹបដាក់ឡើងមិនឲ្យអ្នកណាមើលឃើញទេហើយក៏ជួយជាងធ្វើគ្រឿងប្រដាប់លក់ចំនួនរឹតតែមានឡើងបានខ្លាយជាសិទ្ធិមានមនុស្សកមួយមកទៅពឹងពាក្យច្រើនរាប់មិនអស់រាប់គង់ត្បិតស្រីជាសម្ញៃតុកផ្ទះធំសំណុកត្បិតស្រីលាកជាខ្សែរឿងបរោះកំជិលមានប្រព័ន្ធគ្រប់លៀកត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការតាមដានសន្តាប់ហើយជាចុងក្រោយកុំភ្លេចចុច Subscribe ចុច Share វីដេអូទាំងនេះបាយបាយ